3 ប្រភេទនេះអានេះវាលេន3អញ្ចឹងបងលេន3មាន3ប្រភេទហើយកម្លាំងវាខុសគ្នាអញ្ចឹងបងកម្លាំងវាខុសគ្នាពីរនេះគឺកម្លាំងអានេះគឺ200 វ៉ាត់ដូចគ្នាអញ្ចឹងបង200 វ៉ាត់ដូចគ្នាហើយគ្រាន់តែវាខុស IC អានេះ IC តូចអានេះ IC ធំ IC តកោ TVA វា support ចាប់ពី2អូមឡើងអញ្ចឹងបងអញ្ចឹងវា support 2អូមឡើងអញ្ចឹងវាធន់នឹងការប្រើប្រាស់ហើយអានេះយើងអាចកែជាមួយនឹងប្រេច្រៀងបានទៀតអញ្ចឹងបងអញ្ចឹងបើសិនជាមានតម្រូវការនេះអាចឆាតចូល page បានឬក៏អានេះក៏អាចឆាតចូល page ដែរគឺតម្លៃវាពីរហ្នឹងគឺខុសគ្នាអានេះតម្លៃធូរថ្លៃជាងនេះអញ្ចឹងបងហើយវាមាន app ជំនួយដូចគ្នាអញ្ចឹងបង app ជំនួយចង់ឲ្យបាសតុនអីគឺអែមតែម្ដងហើយវាមាន Bluetooth មានអីក្នុងហ្នឹងបងតែសួរថាពីច្រើនសួរថាមាន Bluetooth អត់សម្រាប់ ampli ហ្នឹងគឺមានអញ្ចឹងបងអានេះ chip IC Bluetooth វាអញ្ចឹងបងអាចមើលបានហើយអានេះ ZK 500 PT ZK 500 PT នេះគឺកម្លាំងវា200 វ៉ាត់អញ្ចឹងបងកម្លាំងវា200 វ៉ាត់ហើយវាចេញតែ2 channel ទេ3ហ្នឹងវាចេញ2 channel ទាំងអស់អញ្ចឹងបង2 channel ហើយឲ្យខ្ញុំកែជាមួយនឹងដោយសញ្ញា output តទៅ6001ក៏បានគឺតឲ្យ free បើសិនជាបងកំងហើយចង់ឲ្យខ្ញុំកែអញ្ចឹងបងអញ្ចឹងគឺកែ free អានេះកម្លាំង200 វ៉ាត់តង់ចង់វាអាចប្រើចន្លោះពី12ទៅ24 វ៉ុលបើសិនជាបងចង់ប្រើវ៉ាត់ឲ្យវាចេញបានពេញគឺប្រើ24 វ៉ុលវាចេញបានវ៉ាត់ពេញហ្នឹងបងហើយវាលេន3នេះអានេះវាលេនរួមអានេះវាលេនបាសអានេះវាលេន low high អញ្ចឹងបង low high ហើយវាមាន app ជំនួយដូចគ្នាអញ្ចឹងបងវាមាន app ជំនួយអញ្ចឹងបើសិនជាមានតម្រូវការអាចឆាតចូល page បានវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន